បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទតាបដូលពេជ្រមកញ៉ាំផ្លែគោជាមួយមើលម្ទេសចែកជូនពុកម៉ែបងប្អូនទស្សនាបាទយ៉ាស្មួយខាំអូននឹងត្រង់ខាំដែរបាទជាដំបងបាទផ្លែគោរបស់យើងនេះបាទផ្លែគោខ្ចីបាទយើងយកមកចិតសបកបាទធ្លាប់ឃើញតែក្នុងបាទវីដេអូគេធ្វើគោខ្ចីយកមកញ៉ាំជាមួយមើលម្ទេសអញ្ចឹងណាបាទទំនងមែនទេបាទតែថ្ងៃនេះខ្ញុំបាទសាកមើលមានរសជាតិយ៉ាងណាដែរបាទហើយពុកម៉ែបងប្អូនបាទតាមដានទាំងអស់គ្នាបាទបានឃើញវីដេអូខ្ញុំបាទហើយបាទកុំភ្លេចបាទជួយ share បាទវីដេអូនៅក្នុង page របស់ខ្ញុំនេះមួយបាទដើម្បីមានវីដេអូប្លែកចម្លែកភ្នែកចែកជូនពុកម៉ែបងប្អូនទស្សនាជារៀងរាល់ថ្ងៃបាទចិត្តសបកវាអស់ហើយយកមកសាប់អត់ដែលបានហូបទេបងប្អូនហើយបាទសាកមើលបាទឃើញវីដេអូគេធ្វើវីដេអូបាទមើលទៅឡើងទំនងបាទមើលទៅដូចអត់ได้ត្រាប់គូចិត្តរួចចឹងហើយចិត្តសបកវាអស់អញ្ចឹងមកបាទយើងចិត្តចំនួន2ផ្លែសាកមើលបាទយកទៅហូបសាកមើលកើតអត់ណាបើថាកើតលីហាទាំងអស់បដូរនេះបាទមិនទាន់អងក្រងខំទៅហើយបាទសាប់ឲ្យយកទៅដោតនឹងសបកក្រងបាទផ្លែគោខ្ចីបាទដូចទំនងដែរមើលទៅដូចនឹងទំនងដែរបាទសាប់ហ្នឹងបានហើយមួយទៀតយ៉ាមិនទាន់បានទៅដាក់នឹងសបកក្រងផងក្រងមកខំបាត់ហើយមកពីណាស្ដាប់ឮមែនដល់គ្នាមកខំដល់ហើយបាទបន្ទាប់មកបាទនេះបាទយើងដាក់នឹងអំបិលម្ទេសរបស់យើងបាទអំបិលម្ទេសនេះយើងបុកថ្មីមកបងប្អូនបាទនេះយើងដាក់អំបិលម្ទេសលាបវាអញ្ចឹងមកវាចូលជាតិដាក់មិនជាប់បានច្រើនដាក់ជាប់នេះបងប្អូនមើលបាទដាក់មើលទៅក្រហមបាទបន្ទាប់មកបាទយើងដើររោសបកក្រងរបស់យើងបាទតោះយើងដាក់ទៅមើលក្រងរបស់យើងហើយនៅស្វាយនេះបាទឃើញស្រេចហើយនៅស្វាយស្វាយផ្លែដែរនេះបងប្អូននេះតៃណាចាញ់មកយ៉ាមកហើយឈប់ចាក់ខុសលែងនេះវាពងពងដល់ហើយពងល្អសិតតែពងនេះសិតតែពង
กระโปรงไงทำเลยนั่นทำเลย把这煮好了，你看看不起，mặtจะชอบไปบางปอนดัน